នាវារបស់ថៃចំនួន9គ្រឿងកំពុងជាប់នៅច្រកសមុទ្រ Hormuz មិនអាចទៅមុខក៏មិនអាចត្រឡប់ក្រោយហើយនៅខណៈពួកគេកំពុងរងចាំបង្អួចសន្តិភាព2សប្តាហ៍ដែលអាចបើកផ្លូវឲ្យពួកគេចាក់ចេញក៏ផុយស្រួយបើមិនចេញឲ្យទាន់ពេលនេះនាវាទាំងនេះអាចជាប់នៅទីនោះដោយមិនដឹងថ្ងៃណាបានចេញខណៈដែលអ៊ីរ៉ង់អត់អើពើសោះនឹងសម្ដៅផ្សុំផ្លូវរបស់ថៃតាមការចុះផ្សាយរបស់កាសែតថៃ The Standard រដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាភួងតេកែវប្រញាប់ធ្វើដំណើរទៅប្រទេសអូម៉ង់នៅថ្ងៃទី15-16 ខែមេសាដោយខកខានពេលវេលាចូលឆ្នាំថ្មីដើម្បីសូមឲ្យអូម៉ង់ជួយសម្រួលនាវារបស់ថៃអាចឆ្លងច្រកសមុទ្រ Hormuz បាន The Standard បញ្ជាក់ថានាវាទាំង9គ្រឿងនោះមាននាវាដឹកប្រេងនិងនាវាដឹកជីដែលជាខ្សែផ្គត់ផ្គង់ថាមពលនិងសេដ្ឋកិច្ចរបស់ថៃស្នើសុំម្ដងហើយម្ដងទៀតទៅកាន់អ៊ីរ៉ង់ដើម្បីឲ្យជួយបើកផ្លូវដល់នាវារបស់ខ្លួនដោយថៃមិនរំលឹកឬក៏កាយរឿងអ៊ីរ៉ង់បាញ់ឆេះនាវាឡើយតែអ៊ីរ៉ង់ហាក់មិនអើពើសូមរំលឹកថាកាលពីថ្ងៃទី11ខែមីនាអ៊ីរ៉ង់បានបាញ់នាវាថៃមួយគ្រឿងដែលព្យាយាមបើកចូលច្រកសមុទ្រ Hormuz ដោយមិនស្ដាប់ការហាម5ក្រោយហេតុការណ៍នេះមាននាវាដឹកប្រេងរបស់ថៃមួយគ្រឿងដែលជារបស់ក្រុមហ៊ុនបាំងចាក់ត្រូវបានអ៊ីរ៉ង់ឲ្យចាក់ចេញពីច្រក Hormuz ទៅដល់ប្រទេសថៃវិញលោកស៊ីហាសាលើកឡើងថាលោកសង្ឃឹមថាបទឈប់បាញ់រយៈពេល2សប្តាហ៍នឹងបើកផ្លូវឲ្យនាវាថៃទាំង9គ្រឿងនោះបានឆ្លងកាត់ប៉ុន្តែគេមិនច្បាស់ថាអូម៉ង់អាចជួយថៃដោយរបៀបណានោះទេខណៈដែលស្ថានភាពនៅ Hormuz កំពុងតានតឹងឡើងវិញក្រោយអ៊ីរ៉ង់បិទជាថ្មីខ្ញុំរស់សុធាពី News Today NTTV